មិនថានៅក្នុងទីផ្សារពាណិជ្ជជាកម្ពុជាក៏ដូចជាទីផ្សារពិភពលោក Pick Up នៅតែជារថយន្តដ៏មានភាពពេញនិយមមួយដោយសារតែការប្រើប្រាស់បានគ្រប់ស្ថានភាពគ្រប់កលៈទេសៈក៏ដូចជាសមត្ថភាពនៃការបើកបរគ្រប់ស្ថានភាពផ្លូវតែម្ដងក្រុមហ៊ុនឆាងអានគឺបាននាំមកនៅបដិវត្តថ្មីមួយនៅក្នុងវិស័យរថយន្ត Pick Up តែម្ដងតាមរយៈការនាំចូលនៅឆាងអាន Hunter E ឆាងអាន Hunter E គឺជារថយន្ត Pick Up ទំនើបដំបូងគេបង្អស់ដែលបំពាក់នៅបច្ចេកវិទ្យា REEV ដែលពាក្យពេញថា Range Extend Electric Vehicle ដែលផ្ដោតខ្លាំងទៅលើភាពសន្សំសំចៃជាពិសេសគឺកម្លាំងខ្លាំងតែម្ដងនាំចូលដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនធំគួរឲ្យទុកចិត្តបានហើយក៏ជាក្រុមហ៊ុនមួយដ៏ល្អបំផុតនៅក្នុងការផ្ដល់នូវសេវាកម្ម After Sale ក្រោយពេលលក់ជូនទៅកាន់អតិថិជនផងដែរបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូធ្វើបទបង្ហាញលម្អិតអំពីរថយន្ត Pick Up ទំនើប Chang An Hunter Eវិសួរបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ស្វែខានេះគឺជារថយន្ត Chang An Hunter E រថយន្ត Pick Up ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យា REEV ដែលផ្ដោតខ្លាំងទៅលើភាពសន្សំសំចៃនិងកម្លាំងខ្លាំងរថយន្ត Chang An Hunter E នេះមានតម្លៃ$45,900រថយន្តនេះគឺជាប្រភេទរថយន្ត Super Hybrid ដែលជាកំណែទម្រង់ចុងក្រោយហើយក៏ជារថយន្ត Pick Up ដំបូងគេដែលបំពាក់នៅបច្ចេកវិទ្យា Range Extend Electric Vehicle នេះរបស់ក្រុមហ៊ុន Chang An រថយន្តនេះបំពាក់មកជាមួយនឹងម៉ាស៊ីនសាំង 2.0 លីត្រជាប្រភេទ Turbo ដែលម៉ាស៊ីន 2.0 លីត្រ Turbo នេះដើរតួនាទីជា generator មួយដើម្បីផ្គត់ផ្គង់កម្លាំងទៅកាន់ motor អគ្គិសនី motor អគ្គិសនីមានទាំងកង់មុខទាំងកង់ក្រោយបូករួមជាមួយនឹងម៉ាស៊ីនគឺផលិតកម្លាំងបានសរុបរហូតដល់268 HP ដែលស្មើនឹង200 kW កម្លាំងរមុល470 Nm ការបើកបរគឺជាប្រភេទ full time 4 wheel drive គឺប្រើប្រាស់នៅ motor អគ្គិសនីរហូតដល់2ខាងមុខខាងក្រោយចំពោះ motor ខាងមុខនៃរថយន្តនេះគឺមានកម្លាំង70 kW ហើយ motor ខាងក្រោយរបស់វាគឺមានកម្លាំង130 kW ការចាក់សាំងក៏ដូចជាការសាកអគ្គិសនីមកពេញយើងអាចធ្វើការបើកបរបានរហូតដល់ជាង 1000 km ដោយឡែកសម្រាប់តែការសាកអគ្គិសនីមកពេញនេះបងប្អូនអាចធ្វើការបើកបានរយៈចម្ងាយរហូតដល់131 km NEDC ជាពិសេសគឺសមត្ថភាពថ្មរហូតដល់ 31.18 kW ម៉ោងដែលអាចឲ្យយើងសាកថ្មល្បឿនលឿនចន្លោះពី0ទៅ 80% រយៈពេលត្រឹមតែ30នាទីតែប៉ុណ្ណោះបងប្អូនអរគ្នាសម្រាប់ការ design របស់ Chang An Hunter E នេះគឺជាប្រភេទរថយន្ត Pick Up មួយដែលមាន concept design ផ្នែកខាងមុខដូចទៅនឹងត្រីឆ្លាមទៅលើផ្នែកចង្គៀងផ្នែកប៉ាណាមុខក៏ដូចជាផ្នែកកាងនិយាយរួមទៅគេធ្វើមកជាមួយខ្យល់ aerodynamic តែម្ដងឥឡូវខ្ញុំសូមបដោតទៅលើចង្គៀងខាងមុខមើលទៅ slim មុតឆ្លោះស្អាតមែនតើបងប្អូនអរគ្នាសម្រាប់ចង្គៀងនេះទៀតសោតក៏មាននៅមុខងារពលឺដែលជាប្រភេទភ្លើង LED ច្បាស់ល្អជាពិសេសអាចធ្វើការតម្លើងតម្លាក់ពលឺដោយស្វ័យប្រវត្តិផងដែរបងប្អូនអរគ្នាឥឡូវយើងកលែងទៅមើលប៉ាណា design ជាលក្ខណៈផ្ស៊ីគ្នាជាមួយនឹងទឹកថ្នាំភាសាបច្ចេកទេសគេហៅថា Unbound Digital Grill បងប្អូនកលែងទៅមើល logo ខាងមុខនេះគឺ logo របស់ Chang An Evo ដែលផ្ដោតសំខាន់ទៅលើការផលិតនៅរថយន្តប្រភេទគេហៅថា Hybrid ឬក៏ Plug-in Hybrid ចឹង logo នេះរៀងខុសប្លែកពី logo របស់ Chang An ទូទៅដោយសារតែរថយន្តនេះជាប្រភេទ REEV សម្រាប់កាងខាងមុខវិញគឺការ design គឺមានភាពស្ពណ៌បងប្អូនបដោតទៅលើខាង7កាងម្ដុំ7កាងនេះគឺមានក្រោមមេពណ៌ទឹកប្រាក់លាយមកជាមួយនឹងជ័រស្វិតពណ៌ខ្មៅខាងមុខក៏មានមកជាមួយនឹង parking sensor មានកាមេរ៉ាមួយគ្រាប់នៅខាងក្រោម logo ដែលធ្វើការជាមួយនឹងកាមេរ៉ាមួយជុំរថយន្តផងដែរសូមបញ្ជាក់បងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងទំហំសម្រាប់រថយន្ត Pick Up នេះគឺវាមានប្រវែងបណ្ដោយរហូតដល់ 5380 mm ជាមួយនឹងទទឹង1980 mm កម្ពស់របស់វាវិញគឺរហូតដល់1875 mm ហើយទៅលើកម្រិតកង់របស់វាគឺ3180 mm ជាមួយនឹងកម្ពស់ហើយពីដីរបស់វា220 mm អូខេ dimension បងប្អូនបានដឹង spec ម៉ាស៊ីនបងប្អូនបានដឹងកុំឲ្យខាត់ពេលយូរខ្ញុំសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកចំហៀងចំពោះ Chang An Hunter E នេះយើងមើលទៅលើយ៉ានកង់អាលុយមញោម18 inch design ជាមួយនឹងពណ៌ខ្មៅអាឡូងតែម្ដងបងប្អូនទាំងគ្នាការ design បែប fancy ដែរបើយើងមើលទៅ fancy មានន័យថាវាមើលទៅរៀងលេចធ្លោវារៀងតនសម័យខុសប្លែកពីរថយន្ត Pick Up ទូទៅដែលយើងអាចនិយាយបានថាវាជាអត្តសញ្ញាណរបស់ Chang An ផ្ទាល់តែម្ដងដែលឡែកសម្បកកង់គឺជាប្រភេទ all terrain ដែរដែលមានຂະຫນາດ265 60 R18 ឥឡូវយើងចូលទៅកាន់ផ្នែក suspension ឬក៏ប្រព័ន្ធគ្រឿងក្រោមផ្នែកខាងមុខគឺជាប្រភេទ double wishbone independent
ហើយដែល light សម្រាប់ផ្នែកខាងក្រោយវិញគឺជាប្រភេទ multi link ដែលផ្ដល់នូវផាសុកភាពដូចទៅនឹងរថយន្ត SUV អញ្ចឹងបងប្អូនជិះ pick up សាញ់ថាលាក់ជិះ pick up ខ្លាចឈឺខ្លួនបងប្អូនលែងបារម្ភសម្រាប់ឆាំងអាន Hunter E នេះទៀតហើយយើងមើលទៅលើ over fender ឬក៏ cam លើកង់គឺមានមកស្រាប់អត់ចាំបាច់បំពាក់បន្ថែមទេការពារការខ្ទាតថ្មខ្ទាតភក់ទៅប៉ះជាមួយនឹងតួរថយន្តបងប្អូនមើលទៅលើ side step បាទវាមានមកជាមួយនឹងឈ្នាន់ជាន់ឡើងរថយន្តផងដែរបងប្អូនពណ៌ខ្មៅលាយជាមួយនឹងពណ៌ក្រូមេតែម្ដងជាអ្វីដែលយើងត្រូវការខ្លាំងមែនទែនសម្រាប់រថយន្ត pick up បើសិនជាអត់មានបំពាក់ពីរោងចក្រមកខ្ញុំគិតថាពិបាកបងប្អូនមើលទៅលើត្រឡោកកញ្ចក់មានសញ្ញូ LED មានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់ដែលជាមួយនៅក្នុងចំណោមមួយជុំរថយន្តដែលធ្វើការជាមួយនឹងប្រព័ន្ធកាមេរ៉ាមួយជុំរថយន្តតែម្ដងត្រឡោកកញ្ចក់នេះគឺមានមុខងារបិទបើកឬគេហៅថាក្តោបដោយស្វ័យប្រវត្តិក៏មាននៅកម្ដៅកញ្ចក់ផងដែរពាក់ព័ន្ធមួយការ design ក៏មានមកជាមួយនឹងកាងលើដបូលយើងហៅថា Vigar លើដបូលគឺ Vigar លើដបូលនេះបងប្អូនគឺមាំល្អមែនតើនៅពេលដែលយើងតោងងាយស្រួលក្នុងការចាប់កាន់ជាពិសេសការធ្វើដំណើរជាលក្ខណៈ off road adventure ឬក៏បងប្អូនអាចធ្វើការចងជាមួយនឹងតង់អីក៏បានដែរដែលវាល្អចាំបាច់មែនតើសម្រាប់រថយន្ត pick up ឆាងអាន Hunter E នេះបងប្អូនបានដឹងរួចមកហើយពីផ្នែកចំហៀងផ្នែកខាងមុខក៏ដូចជា specification ខ្លះដែលឡៃអត់តដឹងខាងក្រោយថាឆាងអាន Hunter E នេះមានការ design បែបណាត្រង់ក្រោយរបស់វាគឺមាន function នៃគេខ្លះចឹងបងប្អូនទៅតាមដានអំពីចំណុចពិសេសបន្តទៀតជាមួយខ្ញុំយើងបន្តទៅកាន់ផ្នែកខាងក្រោយជាមួយនឹងឆាងអាន Hunter E ចឹងបងប្អូនចំណុចពិសេសមានច្រើនតែឥឡូវខ្ញុំសូមនិយាយពាក់ព័ន្ធជាមួយការ design ខ្លះសិនដូចជា stop អក្សរ C ហើយជាប្រភេទ stop LED មើលទៅភ្លឺច្បាស់ល្អរថយន្តនេះបងប្អូនអត់ចាំបាច់ចំណាយលុយនៅក្នុងការតុបតែងបន្ថែមច្រើនទេបងប្អូនមើលទៅលើ sport bar នេះរឹងមាំមែនតើវាមានបន្លោះដែលអាចធ្វើការចងខ្សែបាននៅខាងលើ sport bar ហ្នឹងគឺមានមកជាមួយនឹង stop គេមកគូសងខាងហើយមានជាមួយនឹងភ្លើងប្រាំងនៅផ្នែកកណ្ដាលមើលទៅផុសច្បាស់ល្អមែនតើបងប្អូនបានឃើញនេះគឺវាមើលទៅ concept បែប sport តែម្ដងហើយនៅខាងលើទ្វារនេះគេដាក់មកជាមួយនឹងអក្សរឆាងអានគឺជាឈ្មោះក្រុមហ៊ុនផ្ទាល់តែម្ដងហើយខាងក្រោមក៏មានមកជាមួយនឹង parking sensor ដែរបងប្អូនអរគ្នាដើម្បីធ្វើការជាមួយនឹងប្រព័ន្ធសុវត្ថិភាពរបស់រថយន្តក៏មានកាមេរ៉ាមួយគ្រាប់ជាមួយនៅក្នុងចំណោមកាមេរ៉ាមួយជុំផ្ដល់នៅកំហើញមួយជុំរថយន្តដែលបងប្អូនមិនសូវជាបារម្ភច្រើននៅពេលដែលចូលចតទីចង្អៀតមានកាមេរ៉ាមួយជុំរថយន្តរបស់ឆាងអានដែលមាន resolution ច្បាស់ល្អបងប្អូនអត់ចាំបាច់បារម្ភច្រើនទេអញ្ចឹងក្រៅពី sport bar យើងក៏ទទួលបាននៅគម្របត្រង់ខាងក្រោយដែរបងប្អូនជាប្រភេទគេហៅថា club root ណាឥឡូវខ្ញុំធ្វើការតម្លាក់អានេះសិនអញ្ចឹងដើម្បីធ្វើការបើកទៅលើ club root នេះបងប្អូនអរគ្នាយើងមានកលឹះមួយដើម្បីធ្វើការចុចបាទហើយគេមានខ្សែមួយដើម្បីទាញបិទទាញបើកហើយយើងអាច lock បានអញ្ចឹងវាល្អមែនតើសុវត្ថិភាពហើយចាំបាច់ចំណាយលុយនៅក្នុងការតុបតែងបន្ថែមទេទៅលើរថយន្តមួយនេះបងប្អូនឥឡូវយើងចូលទៅកាន់ផ្នែកទ្វារត្រង់ខាងក្រោយបើខ្ញុំបើកហើយឥឡូវខ្ញុំបិទម្ដងទៀតឲ្យបងប្អូនទស្សនាថាតើចំណុចពិសេសនៅត្រង់ណាអញ្ចឹងដំបូងបំផុតនៅពេលដែលយើងចុចបើកអត់ចាំបាច់ប្រើកម្លាំងដៃនៅទប់ទេគ្រាន់តែចុចមួយទៅវានឹងមាន hydraulic support មានន័យថាជាប្រភេទបូមចំណុចដែលវាខុសគ្នាពី pick up ផ្សេងទៀតបងប្អូនអរគ្នាគឺវាបើកបានមួយកន្លែងទៀតហើយមួយកន្លែងហ្នឹងបើកដើម្បីធ្វើអីបងប្អូនចាំមើលដល់អរគ្នាបាទមួយកន្លែងហ្នឹងគឺជាចដើអញ្ចឹងដើម្បីបិទសូម្បីតែយើងលើកបិទក៏អត់ប្រើកម្លាំងខ្លាំងដែរដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាមាន hydraulic support អញ្ចឹង hydraulic support ហ្នឹងវាជាបូមបែបស្បឺតណាសូមបើកម្ដងទៀតចំណុចពិសេសនៅត្រង់ខាងក្រោយគឺវាមានមកជាមួយនឹង V2L ដែលបំលែងថ្មអាចឲ្យយើងធ្វើការសាកអគ្គិសនីបានបំលែងថ្មពីរថយន្តដែលមានទំហំ 3.3 គីឡូវ៉ាត់បំលែងទៅជាចរន្តអគ្គិសនី 220 វ៉ុលដែលបងប្អូនអាចធ្វើការសាកជាមួយនឹងថាមពលអគ្គិសនីបានមួយស្រឡាញ់តែម្ដងនេះល្អបំផុតសម្រាប់បងប្អូនដែលគាត់ចូលចិត្តបែប camping adventure ឬក៏ការធ្វើដំណើរបែបផ្សងព្រេងឬក៏ត្រូវការប្រើប្រាស់រថយន្តនេះដើម្បីផលប្រយោជន៍ផ្សេងៗនៅក្នុងអាជីវកម្មបំលែងទាញពី V2L ឬក៏ហៅថាភ្លើងឆៅចេញពីរថយន្តមកប្រើប្រាស់បានហើយវាក៏មានមកជាមួយនឹងភ្លើងខាងក្រោយដែរបងប្អូនអរគ្នាភ្លើងនេះនៅពេលដែលយើងបញ្ឆេះរថយន្តយើងធ្វើការចុចកុងតាក់ទៅគឺវាភ្លឺហ្មងភ្លើងបំភ្លឺត្រង់ខាងក្រោយណាសម្រាប់ទំហំត្រង់ខាងក្រោយរបស់វាគឺបដោយ 1600 មីលីម៉ែត្រតឹង 1595 មីលីម៉ែត្រជាមួយនឹងកម្ពស់ 520 មីលីម៉ែត្រអញ្ចឹងទំហំត្រង់ប៉ុណ្នេះខ្ញុំគិតថាមកល្មមដឹកបានទម្ងន់ជាង1តោនអត់តន់អស់ទេសូម្បីតែនៅផ្នែកចំហៀងក៏មានកន្លែងដែលយើងអាចធ្វើការទាញយកថាមពលអគ្គិសនីបាននៅផ្នែកចំហៀងផងដែរភ្លេចបញ្ជាក់ប្រាប់បងប្អូនទាំងគ្នាថាសម្រាប់ទ្វារត្រង់ខាងក្រោយនេះគេហៅថា multi functional tailgate ដែលយើងអាចធ្វើការបើកបានច្រើនរបៀបប្រើប្រាស់បានច្រើនទម្រង់ហើយមាននៅប្រយោជន៍ច្រើនគ្រឿង accessory គឺមានបន្ថែមមករួចជាស្រេចខ្ញុំមាននៅចំណុចពិសេសប៉ុណ្ណឹងជំរាបជូនទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ចំណុចពិសេសនៅផ្នែកខាងក្នុងជាមួយខ្ញុំទាំងគ្នាតោះចូលមកកាន់ការ design ខាងក្នុងគឺ concept បែប clean តាក់ទាញ
គេហៅថា concept minimalist រៀបចំមកអត់សូវមានប៊ូតុង escape ច្រើនទេពាក់ព័ន្ធមួយកៅអីវិញម្ដងកៅអីរបស់វាគឺទន់ស្រួលមែនតើគឺជាប្រភេទ premium PVC ជាពិសេសនៅពេលដែលយើងអង្គុយទៅស្រួលមែនតើវាទន់ណាបងប្អូនអរគ្នាវាធ្វើឲ្យយើងអង្គុយទៅមានអារម្មណ៍ថាស្និទ្ធខ្នងស្និទ្ធដៃស្និទ្ធជើងហើយកៅអីខាងមុខនេះទាំងតាកង់ទាំងអ្នករួមដំណើរគឺអាចសេរីបាន6ទិសដៅដោយអូតូម៉ាទិកហើយមាននៅមុខងារកម្ដៅសម្រាប់អេក្រង់ខាងមុខគឺជាប្រភេទអេក្រង់កោងឃ្លុះស្អាតមែនតើបងប្អូនអរគ្នាអេក្រង់ផ្ដល់ព័ត៌មានមានទំហំរហូតដល់ 7.5 អ៊ីនជាប្រភេទ Digital បង្ហាញនៅរូបភាពព័ត៌មានច្បាស់ពីទិន្នន័យនៃការដំណើរការម៉ាស៊ីនដំណើរការអេឡិចត្រូនិកឬក៏អគ្គិសនីហើយយើងចូលទៅកាន់អេក្រង់ប្រព័ន្ធកំសាន្តគឺមានទំហំ 12.3 អ៊ីនដែលមានមុខងារភ្ជាប់ Wi-Fi មានមុខងារភ្ជាប់ Apple CarPlay Android Auto ជាពិសេសគឺបង្ហាញនៅកំហុសរូបភាពកាមេរ៉ាមួយជុំរថយន្តឥឡូវខ្ញុំដាក់លេខអសាកមើលវាបង្ហាញជាលក្ខណៈ 2D ក៏បានលក្ខណៈ 3D ក៏បានឥឡូវនេះ 2D ណាចាំមើល 3D អូខេ 3D គឺវាដើរតួនាទីជា540ដឺក្រេដែលយើងអាចធ្វើការមើលឃើញទាំងបាតរថយន្តថែមទៀតផងអញ្ចឹងឧបសគ្គនៅជុំវិញខ្លួនយើងគឺយើងមើលឃើញទាំងអស់ដូចវេទមន្តអញ្ចឹងងាយស្រួលនៅក្នុងការកិច្ចថ្មកិច្ចកលុកជាពិសេសគឺកិច្ចនៅឧបសគ្គឆ្វេងស្ដាំមុខក្រោយតែម្ដងហើយវាមានមកជាមួយនឹង guideline ហ្នឹងគឺវាអូតូម៉ាទិកបត់បែនទៅតាមការបួងចង្កូតរបស់យើងអញ្ចឹងនៅពេលដែលយើងចូលចតនៅចំណតប្រអប់ផ្សារទំនើបឬក៏ចូលចតអក្សរ P ចឹងបងប្អូនមិនបាច់បារម្ភទេគឺនៅពេលដែលយើងមាន guideline ដែលបត់បែនហ្នឹងយើងអាចតម្រង់ចង្កូតបានយ៉ាងស្រួលចូលទៅក្នុងប្រអប់អូខេក្រៅពីមុខងារពិសេសផ្សេងៗអេក្រង់នេះក៏យើងអាចប្រើប្រាស់ដើម្បីធ្វើការកំណត់នៅមុខងារបិទបើកប្រព័ន្ធសុវត្ថិភាពយើងអាចធ្វើការប្រើប្រាស់ដើម្បី control ទៅលើមុខងារផ្សេងៗនៅក្នុងរថយន្តឧទាហរណ៍ដូចជាការកំណត់នៅប្រព័ន្ធសីតុណ្ហភាពឥឡូវខ្ញុំឧទាហរណ៍ណានេះបាទអញ្ចឹងបងប្អូនអាចធ្វើការកំណត់ position នៃការបាញ់ម៉ាស៊ីនត្រជាក់បងប្អូនអាចធ្វើការកំណត់ speed ដង្ហែលនិងសុទ្ធតែជាចំណុចពិសេសពាក់ព័ន្ធមួយអេក្រង់ប្រព័ន្ធកំសាន្តនិងអេក្រង់ផ្ដល់ព័ត៌មានពាក់ព័ន្ធជាមួយនឹងចង្កូតដែលចង្កូតគឺជាប្រភេទចង្កូតអេឡិចត្រូនិកដែលស្រោបមកជាមួយនឹងស្បែកចង្កូតនេះធូរស្រួលក្នុងការកាច់ហើយស្បែករបស់វាចាប់កាន់ទៅស្និទ្ធល្អមែនតើសំខាន់វាជាប្រភេទ multi functional steering wheel ទៀតដែលមានមុខងារបញ្ជាលើនឹងច្រើនឧទាហរណ៍ដូចជាប្រើប្រាស់ដើម្បីមើលទៅលើអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរផ្នែកខាងមុខតឡើងតម្លាក់ volume បដូរនៅបទចម្រៀងលើកឬក៏ផ្ដាច់ទូរស័ព្ទក៏ដូចជាធ្វើការចុចដើម្បី control ទៅលើប្រព័ន្ធកំសាន្តផងដែរបងប្អូនអរគ្នាអញ្ចឹងយើងក៏អាចមើលទៅលើកាមេរ៉ាមួយជុំរថយន្តតាមរយៈការចុចទៅលើប៊ូតុងលើចង្កូតនេះផងដែរខ្ញុំគិតថាការ design ខាងក្នុងមុខងារនៅខាងក្នុងនេះមិនចាញ់រថយន្ត SUV ដែលមានតម្លៃខ្ទង់$40,000ទេអញ្ចឹងបងប្អូនយើងចូលមកកាន់ផ្នែក Center Console កន្លែងនេះមាន wireless charge មួយដែលមានទំហំ 40W ដែលយើងអាចធ្វើការសាកជាមួយទូរស័ព្ទរបស់យើងបានក្រៅពីមាននៅ wireless charge ល្បឿនលឿន 40W វាក៏មានមកជាមួយនឹងកន្លែងសាកថ្ម USB រហូតដល់3អញ្ចឹងក្រៅពីមាន USB ក៏វាមានមកជាមួយនឹងរន្ធដូចបារីផងដែរបងប្អូនសម្រាប់បម្រើការលើការប្រើប្រាស់របស់បងប្អូនផ្ទាល់តែម្ដងក៏មាននៅ space ដែលយើងអាចធ្វើការដាក់អីវ៉ាន់បាន laptop iPad មានមកជាមួយនឹង cup holder មួយគូហើយកន្លែងនេះយើងអាចដាក់ទូរស័ព្ទឬក៏យើងអីវ៉ាន់ដែលយើងចង់ដាក់បាននៅខាងហ្នឹងខ្ញុំចាប់អារម្មណ៍ជាងគេគឺវាមានកន្លែងចាប់កាន់មួយនៅខាងតកង់មួយទៀតនៅខាងអ្នករួមដំណើរគឺមានកន្លែងចាប់កាន់រហូតដល់2ដែលឡែកសម្រាប់ប៊ូតុងដែលបងប្អូនឃើញនេះគឺជាប៊ូតុងកាពីតាវាមាន 2H វាមានអូតូឬក៏ 4L នៅពេលដែលយើងកាច់មកអូតូគឺប្រព័ន្ធកាពីតាវាធ្វើការអូតូម៉ាទិកថាតើពេលណាគួរប្រើប្រាស់កង់2ពេលណាគួរប្រើប្រាស់កង់ទាំង4ហើយបើយើងកាច់មក2នេះគឺយើងប្រើធម្មតាគឺយើងបើកលើស្ថានភាពផ្លូវធម្មតាបងប្អូនប្រើ 2H ទៅហើយបើស្ថានភាពផ្លូវដែលរដប់ខ្លាំងបងប្អូនកាច់មក 4L បាទនៅពេលដែលកាច់តន្ន័យគឺវាបង្ហាញបញ្ជាក់ព័ត៌មានរបស់យើងនៅលើអេក្រង់ផ្ដល់ព័ត៌មាននៅផ្នែកកណ្ដាលនេះតែម្ដងចំណុចពិសេសនៃរថយន្តនេះក្រៅតែជាប្រភេទ full time 4 wheel drive វាមានម៉ូទ័រចំនួន2ដែលម៉ូទ័រអូសទាញរបស់វានៅមុខផងនៅក្រោយផងជាពិសេសគឺវាមាននៅ option lock ប៉ុងវាមានរហូតដល់3វាមាន lock ប៉ុងមុខ lock ប៉ុងក្រោយហើយនិង center differential គេហៅថាដូច lock ប៉ុងកណ្ដាលអញ្ចឹងបងប្អូនអរគ្នាមានរហូតដល់3 option ហើយ option ទាំងនោះយើងអាចធ្វើការចុចដើម្បីបញ្ជាបាននៅខាងឆ្វេងដៃម្ដុំក្រោមចង្កូតបងប្អូនអរគ្នាចំណុចពិសេសមួយដែលយើងអាចធ្វើការ control ទៅលើឡានបងប្អូនអរគ្នាពាក់ព័ន្ធមួយ energy ថាតើយើងរៀបចំ management វាបែបម៉េចឥឡូវវាមានដូចជា EV first fuel first ហើយនិង auto អញ្ចឹង EV first នៅពេលដែលយើងចុចគឺវាដំណើរការនៅអគ្គិសនីហ្មងបងប្អូនចូលឡានគឺវាដំណើរការអគ្គិសនីតែបើ fuel first គឺវាចាប់ផ្ដើមភ្លាមគឺដំណើរការដោយម៉ាស៊ីនដោយឡែកសម្រាប់អូតូគឺវាធ្វើការខ្លួនឯងវាប្រើជាមួយនឹងប្រព័ន្ធកុំព្យូទ័រ control ដឹងថានៅពេលដែលអាគុយរបស់យើងនៅកម្រិតទាបគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីននៅពេលដែលអាគុយរបស់យើងនៅខ្ពស់គឺយើងអាចប្រើប្រាស់បានជាមួយនឹង EV
នៅក្នុងការដំណើរការឆ្លាស់ទៅឆ្លាស់មកអាស្រ័យទៅតាមការរៀបចំរបស់ ECU ឬក៏ប្រព័ន្ធខួរក្បាលកុំព្យូទ័ររបស់ឡានផ្ទាល់តែម្ដងដើម្បីរៀបចំឲ្យដឹងថាពេលណាគួរប្រើ EV ពេលណាដែលយើងរៀបចំបច្ចេកម៉ាស៊ីនដើម្បីធ្វើការសាកអាហ្នឹងវាអាស្រ័យទៅលើថាមពលអាគុយតែម្ដងបងប្អូនអរគ្នាដែលឡែកសម្រាប់ Force EV នៅខាងក្រោមនេះ Force EV ហ្នឹងគឺនៅពេលដែលយើងចាប់ផ្ដើម unlock រថយន្តចូលមកខាងក្នុងគឺវាដំណើរការជាមួយនឹង EV គឺអគ្គិសនីសុទ្ធហ្មងបងប្អូនគឺស្ងាត់ឈឹងហ្មងហើយ one key injection គឺដំណើរការម៉ាស៊ីនយកតែម្ដងបងប្អូនអរគ្នានៅពេលដែលយើងចូលមកខាងក្នុងរថយន្តគេហៅថា one key injection ហ្នឹងគឺប្រើប្រាស់នៅម៉ាស៊ីនដែលឡែកបងប្អូនរថយន្តនេះ100គីឡូវាអាចស៊ីខ្ទង់តែ 1.3 លីត្រនៅក្នុង condition ឬក៏កលៈទេសៈដែលពិសេសមួយនៅពេលដែលអាគុយរបស់វាគឺពេញ 100% ដូច្នេះម៉ាស៊ីនរបស់វាដំណើរការដើម្បីធ្វើការតែជា generator ដើម្បីធ្វើការសាកឲ្យអាគុយទេចឹងនៅពេលដែលយើងបើកបរ100គីឡូវាអាចស៊ីខ្ទង់ប្រហែលជា 1.3 លីត្រទេនឹងជា condition ឬក៏កលៈទេសៈដែលពិសេសមួយក៏ប៉ុន្តែជាទូទៅសម្រាប់អាគុយនៅពេលដែលវាធ្លាក់នៅ percentage វាន័យថាធ្លាក់នៅភាគរយរបស់វាទៀតយើងប្រើទៅវារៀងនៅសល់តិចវាដំណើរការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនដើម្បីធ្វើការសាកក៏ប៉ុន្តែវាប្រើប្រាស់នៅកម្លាំងខ្លាំងដើម្បីធ្វើការសាកឲ្យបានឆាប់ពេញដូច្នេះជា average គឺវាចំណាយចន្លោះពី7ទៅ8លីត្រក្នុង100គីឡូម៉ែត្រនឹងសតែជាចំណុចពិសេសដែលបងប្អូនត្រូវដឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធអគ្គិសនីនិងម៉ាស៊ីនសាំងថាតើការដំណើរការប្រព័ន្ធ Range Extend Electric Vehicle REEV របស់ឆាងអាន Hunter E នេះវាដំណើរការបែបម៉េចចឹងបងប្អូនខ្ញុំបញ្ចូលជូនបងប្អូនប៉ុណ្ណឹងសង្ឃឹមថាបងប្អូនយល់ច្បាស់ហើយដល់ សម្រាប់ line នេះគឺពាក់ព័ន្ធជាមួយភ្លើងអញ្ចឹងភ្លើងហ្នឹងគឺដូចជាភ្លើងខាងក្រៅនេះគឺយើងវាមាន one key steering វាមាន headlamp delay មានន័យថាស្តៀងទៅនឹង follow me home បងប្អូននៅពេលដែលយើងផលិតរថយន្តយើងអាចឲ្យភ្លើងរបស់វា delay នៅភ្លឺរយៈពេលក្រោយយើងផលិតរថយន្ត15សេកុង30សេកុង60សេកុងឬក៏រហូតដល់120សេកុងក៏បានដែរគឺយើងអាចធ្វើការ select លើហ្នឹងតែម្ដងដោយឡែកសម្រាប់ steering wheel mode វាមាន mode 3គេហៅ mode សេរីចង្កូតបងប្អូនអរគ្នាវាមាន standard វាមាន sport វាមានបែប comfort standard គឺធម្មតា sport គឺបែបរៀងរឹងតែទប់លំនឹងរថយន្តរបស់យើងនៅក្នុងការបើកបរល្អ comfort ធូរស្រួលបាទបើកនៅក្នុងក្រុងអីល្អអញ្ចឹងវាមាន3 steering wheel mode តែជាទូទៅភាគច្រើនបើយើងចង់ផាសុខភាពប្រើ comfort តែបើយើងបើកធម្មតាគឺយើងប្រើ standard ទៅតោះតែយើងរៀងលេងល្បឿនបន្តិចយើងចុច sport នេះទៅគឺវាដំណើរការទប់បានល្អហើយយើងកាច់ចង្កូតទៅស៊ីល្អមែនតើសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្តគឺជាប្រភេទ Forest Purification System ដែលបន្សុទ្ធនៅខ្យល់ស្អាតចូលមកក្នុងកាប៊ីនរថយន្តរបស់យើងបើកបរនៅក្នុងរថយន្តមានអារម្មណ៍ថាផាសុកភាពតាមបែបធម្មជាតិតែម្ដងបងប្អូនទាំងអស់គ្នាបានដឹងទៅលើចំណុចសំខាន់នៅផ្នែកក្អីជឿទី1ទៅលើ Hunter E នេះប៉ុន្តែមិនទាន់ដឹងដល់ឡើយពាក់ព័ន្ធជាមួយនឹងក្អីជឿទី2តើវាមានចំណុចអ្វីដែលពិសេសខ្លះតោះបងប្អូនឥឡូវយើងចូលមកកាន់ខាងក្រោយក្អីជឿទី2នេះឥឡូវបងប្អូនមើលជាក់ស្ដែងណាពាក់ព័ន្ធជាមួយកម្រិតជើងបាទហើយនេះផ្នែកខាងលើនេះគឺជាការអង្គុយជាក់ស្ដែងមកខ្ញុំដើម្បីឲ្យបងប្អូនទស្សនាដឹងថាតើកម្រិតជើងកម្រិតផ្នែកខាងលើនៃឆាងអាន Hunter E នេះផ្នែកខាងក្រោយវាបែបម៉េចពូករបស់វាវិញគឺវាទន់ស្រួលជាពិសេសនៅពេលដែលយើងអង្គុយគឺរៀងទេទៅខាងក្រោយរៀងផ្អែក relax បន្តិចណាវាអត់ត្រង់ខ្នងពេកនឹងសតែជាចំណុចដែលល្អប្រសើរហើយពូកស្បែក Isofix វាទន់ស្រួលទាំងផាសុកភាពផ្លូវឆ្ងាយអីទទួលយកបានហើយឥឡូវយើងមើលទៅលើផ្នែកកណ្ដាលយើងមានមកជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយហើយមានជាមួយនឹង USB ធម្មតាមួយដែលយើងអាចធ្វើការសាកមកបានបងប្អូនអត់ទាន់ដឹងដល់ឡើយពាក់ព័ន្ធជាមួយនឹង performance បទពិសោធន៍នៃការបើកបរទៅតាមដានទស្សនាជាមួយខ្ញុំបន្តទៀតជាមួយនឹងវគ្គ test drive ខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតថាតើអារម្មណ៍នៃការបើកបរទៅលើឆាងអាន Hunter E នេះវាបែបម៉េចហើយប្រព័ន្ធសុវត្ថិភាពប្រព័ន្ធជំនួយការបើកបរវាមិនដែរតើបងប្អូនទៅមើលជាមួយខ្ញុំដល់គ្នាតោះអូញាក់សាច់នៅពេលដែលវាប្រើម៉ូដអគ្គិសនីគឺស្ងាត់ជ្រាបនៅក្នុងកាប៊ីននេះអូខេសម្រាប់រថយន្តនេះខ្ញុំគិតថាស័ក្តិសមបំផុតសម្រាប់បងប្អូនដែលគាត់អាសាប្រើប្រាស់គ្រប់ស្ថានភាពគ្រប់កលៈទេសៈជាពិសេសគឺគេផ្ដោតលើការបើកបររយៈចម្ងាយឆ្ងាយតែម្ដងទាំងចង្កូតក៏វាមានផាសុកភាពទាំងសំឡេងក៏ស្ងាត់ជាន់ក៏ស្ទុះហើយសមចៃសម្រាប់កម្លាំង268 HP ខ្ញុំគិតថាខ្លាំងបទពិសោធន៍របស់ខ្ញុំលើកទី1ដែលបើករថយន្ត pick up ហើយទទួលបានអារម្មណ៍ល្អបែបនេះក៏ប៉ុន្តែយើងក៏អត់ភ្លេចដែរជាមួយនឹងសំឡេងស្ងាត់នៅក្នុងកាប៊ីនដែលជាបទពិសោធន៍ល្អបំផុតគិតថាបងប្អូនដែលត្រូវការ pick up ដែលមានផាសុកភាពគ្រឿងក្រោមប្រភេទ multi link ផ្នែកខាងក្រោយជិះទៅផាសុកភាពដូច SUV អញ្ចឹងបងប្អូនអរគ្នាអត់មានអីខុសគ្នាទេ
បងប្អូនអាចពិចារណា Hunter E នេះបានដែល like បងប្អូនអត់ទាន់ដឹងដល់ឡើយពាក់ព័ន្ធជាមួយនឹង option មុខងារ driving assist ក៏ដូចជាប្រព័ន្ធផ្សេងៗដែលបំពាក់មកទៅលើរថយន្តនេះថាតើវាមានប្រព័ន្ធសុវត្ថិភាពក៏ដូចជា driving assist អីគេខ្លះវាបានបំពាក់មកជាមួយនឹងប្រព័ន្ធកាមេរ៉ា360 degree HD ជាប្រភេទ panoramic camera វាមាន540 view assist ដែលអនុញ្ញាតឲ្យយើងមើលឃើញដីនិងឧបសគ្គនៅចំពីខាងក្រោមពោះរថយន្តតែម្ដងបងប្អូនអរគ្នាចឹងវាសុវត្ថិភាពខ្ពស់វាមានជាប្រព័ន្ធ adaptive cruise control ដែលមានតួនាទីនៅក្នុងការកំណត់ល្បឿនសម្រាប់តម្រូវល្បឿនតាមរថយន្តខាងមុខវាមានប្រព័ន្ធ HHC និង HDC ជំនួយពេលឡើងនិងចុះចំណោតហើយថ្មរបស់វាវិញការពារដោយបច្ចេកវិទ្យា IP68 ដែលមិនភ័យរឿងឆ្លងចូលទឹកទេបងប្អូនមានដូចជាប្រព័ន្ធ lane departure warning បន្ថែមទៀតដែលពំរាននៅពេលដែលយើងចាកឆ្ងាយពីកន្លងគឺវាដាស់តឿនមានប្រព័ន្ធ auto hold ដែលជាប្រព័ន្ធមុខងារមួយចាំបាច់ខ្លាំងមែនទែនដើម្បីដែលយើងបើកបរនៅក្នុងទីក្រុងមានពងសុវត្ថិភាពរហូតដល់6គ្រាប់សម្រាប់ផ្ដល់ទំនុកចិត្តនិងសុវត្ថិភាពខ្ពស់នៅក្នុងការធ្វើដំណើរមានប្រព័ន្ធប្រាប់នៅសម្ពាធខ្យល់កង់ TPMS Record Tire Pressure Monitoring System មានប្រព័ន្ធ Smart Key Entry និង Push Start ជាមួយនឹងមុខងារ Remote បិទបើកកញ្ចក់និងទ្វារពីចម្ងាយរួមមកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងៗទៀតដែលខ្ញុំមិនទាន់បានរៀបរាប់តែត្រួសយកតែចំណុចសំខាន់ទេបងប្អូនអរគ្នាចឹងបងប្អូនអាចធ្វើការតំណងទៅកាន់អាស័យដ្ឋានក៏ដូចជាលេខទូរស័ព្ទដែលបានដាក់ជូននៅខាងចុងវីដេអូឬក៏អាចធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការឆាងអាន Cambodia បានចឹងគណៈពេលនេះដែរវីដេអូក៏ត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទក៏សូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបងប្អូនយល់ឃើញយ៉ាងណាដែរអំពីឆាងអាន Hunter នេះបងប្អូនអាចធ្វើការ comment បានអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ